បងប្អូននេះជាសកម្មភាពរកខ្មុំបងប្អូនបាទខ្មុំនេះគឺនៅជិតផ្ទះទេបងប្អូនបាទហើយយើងរៀបចំកន្លែងឡើងអូបងប្អូនអូខ្មុំបាទខ្មុំនេះខ្មុំធំក្រណាស់បងប្អូនហើយខ្មុំផ្លិតទេតែវាយូរក្រណាស់ហើយមួយខែជាងហើយនិយាយពាក្យយកខ្មុំវិញគឺពាក្យមកបាទពាក្យអាវធំពាក្យមកការពារបាទការពារមិនឲ្យខ្មុំតិចការពារការធ្លាក់ពីលើអន្ទាបងប្អូនបាទនិយាយលេងនេះបងប្អូនគឺយើងការពារឲ្យខ្មុំតិចចាស់ការពារទៅណាបងមើលមិនឃើញលោវិជោទៅវាហមមកហមមកទៅវាក្រក់មើលបាទញ៉ែរាំងញ៉ែញ៉ៃទេបងប្អូនដោយសារត្រូវយកកាមេរ៉ាមកថតឡើងលើមកថតខ្មុំចែកបងប្អូនមើលពីទស្សនភាពជាក់ស្ដែងនៃការយកខ្មុំបងប្អូនបាទខ្លាចផងហ៊ានផងធ្វើមកយើងចង់ហូបវាយើងប្រឡាប់ព្យាយាមបាទឆ្ងាញ់បងប្អូនខ្មុំហ្នឹងឆ្ងាញ់មែនទេដុតសក់ក៏ភ្លើងក៏វាធ្លាក់ចុះក្របងប្អូនដោយសារវាឆាអស់អញ្ចឹងខ្ញុំក៏ពិបាកលោតចុះពីលើទាថាថ្មីដោយសារខ្មុំវាមិនទាន់អស់ហើយណាស្ទុះទៅរកតិចទីដើម្បីឲ្យទៀតទៅឲ្យគេផ្សែងឆាប់បានខ្មុំញ៉ាំបងប្អូនបាទអូខេនេះយើងបានសម្រេចហើយទីខ្មុំនេះឯងវាហោះស្លាអស់នេះឯងធំគ្រាន់ណាវាហ្នឹងវាអូចេញទឹកមកទៀតណាអូខេតិចវាចេះតិចណាដល់តិចណាดูមើលទីទឹកដឹងនេះទឹកវាមកផ្លត់ដូចឆ្ងាញ់អត់ញ៉ាំអូយជាតិសាហាវញ៉ាំទៅផ្លត់មកអាមកញ៉ាំទៅទឹកកំចិនវាណាមើលក្រមកទឹកវាល្អណាស់អានេះកមុនវាឆ្ងាញ់យូរអានវាកស៊ូណាអានេះឆ្ងាញ់ឆ្ងាញ់ចលោតវាញ៉ាំហើយនិយាយពីថាភ្លក់នោះភ្លក់ពោជាតិឆ្ងាញ់បងប្អូននេះក្បាលខ្ទិះបាទក្បាលកមួនវាជូរអែមឆ្ងាញ់ហើយផ្អែមទៀតនោះដាក់ទៅចង់ដាក់ទៀតម៉ាត់ទៅម៉ាត់មកជាតិអស់ដែរណាភ្លក់ពីអ្នកក្មួយនឹងបាទឆ្ងាញ់មែនទេបាទអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំហើយបើសិនជាអាចជួយ like និង follow page ខ្ញុំមួយផងហើយក៏សូមអរគុណបងប្អូនបាទជម្រាបលាអានេះជូរអែមហ្នឹងណា